ตามาจ้าอาชีพกรรมแต่งอ๋อធ្វើដោយមិនដេចដើម្បីអាចឈរជើងអាជីវកម្មរបស់ពួកគាត់បានយូរឆ្នាំហើយថាតើពួកគាត់មានកលឹះអ្វីខ្លះនៅក្នុងការគ្រប់គ្រងចំណូលចំណាយការបង្កើតអាជីវកម្មមួយមិនមែនជារឿងងាយស្រួលនោះទេហើយបញ្ហាដែលប្រឈមនោះគឺការគ្រប់គ្រងហិរញ្ញវត្ថុឬលុយបញ្ហាប្រឈមមួយដែលម្ចាស់អាជីវកម្មតែងតែជួបប្រទះនោះគឺពួកគាត់មិនមែនជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលទាមទារឲ្យពួកគាត់រៀនសូត្រនៅក្នុងការគ្រប់គ្រងលុយឲ្យបានច្បាស់លាស់បើតាមអ្នកជំនាញបានចែករំលែកគន្លឹះចំនួន5ដើម្បីជួយលោកអ្នកនៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះទី1លុយអាជីវកម្មនិងលុយផ្ទាល់ខ្លួនច្បាប់ទី1នៃអាជីវកម្មគឺកុំលោកឡំលុយអាជីវកម្មជាមួយនឹងលុយផ្ទាល់ខ្លួនរបស់អ្នកការបែងចែកមិនច្បាស់លាស់រវាងលុយអាជីវកម្មនិងលុយផ្ទាល់ខ្លួនមានន័យថាអ្នកកំពុងតែបាត់បង់ទិន្នន័យពីប្រាក់ចំណូលនិងលំហូរសាច់ប្រាក់អាជីវកម្មរបស់អ្នកហើយអាចនឹងឈានដល់ការបាត់បង់លុយផ្ទាល់ខ្លួនដោយសារតែភាពមិនច្បាស់លាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទី2វិនិយោគដោយសន្សំសំចៃក្នុងប៉ុន្មានខែដំបូងឬក៏ឆ្នាំដំបូងនៃការដំណើរការអាជីវកម្មរបស់លោកអ្នករកការចំណាយផ្សេងអ្នកត្រូវតែច្បាស់លាស់និងសន្សំសំចៃហើយបើទោះបីជាអ្នកប្រើប្រាស់លុយកម្ចីដើម្បីគ្រប់គ្រងដល់អាជីវកម្មរបស់អ្នកក៏ដោយក៏ប៉ុន្តែការចំណាយថ្មីអាចនឹងកើតឡើងជានិច្ចទី3គឺកិត្តគូរទៅលើការទូទាត់កម្ចីអាចហៅថាជាបំណុលអាចល្អនិងមិនល្អវាអាស្រ័យទៅលើការចំណាយឬក៏ចាយវាយរបស់ម្ចាស់អាជីវកម្មផ្ទាល់ប៉ុន្តែប្រសិនបើអ្នកជាប់កម្ចីណាមួយហើយនៅពេលដែលអាជីវកម្មរបស់អ្នករកចំណូលបានហើយអ្នកត្រូវតែប្រកាសថាអ្នកបានរៀបចំគម្រោងរួចជាស្រេចនៅក្នុងការទូទាត់សងកម្ចីវិញការធ្វើដូចនេះគឺដើម្បីជួយសម្រាលបន្ទុកអាជីវកម្មរបស់លោកអ្នកជាពិសេសនោះគឺផ្នែកហិរញ្ញវត្ថុនៅពេលដែលអ្នកទូទាត់កម្ចីរួចរាល់ហើយអាជីវកម្មរបស់អ្នកក៏លែងមានបន្ទុកទៀតដែរទី4នោះគឺទុនបម្រុងឬក៏សាច់ប្រាក់បម្រុងទុនបម្រុងអាចថាជាគណនីសន្សំសម្រាប់អាជីវកម្មរបស់លោកអ្នកផ្ទាល់ដែលលោកអ្នកអាចប្រើប្រាស់បាននៅក្នុងគ្រាអាសន្នដែលលោកអ្នកមិនមានវិធីសាស្ត្រផ្សេងនៅក្នុងការដោះស្រាយក៏អាចជួយអ្នកនៅក្នុងការដោះស្រាយបញ្ហានោះបានដែរវាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មនានាខណៈដែលអ្នកមិនអាចដឹងមុនបានទេថានឹងមានរឿងអ្វីកើតឡើងនៅអនាគតហើយក្នុងករណីដែលអ្នកអាចយកចំណូលរបស់អ្នកទៅវិនិយោគទាំងអស់នោះអ្នកអាចប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុទី5គឺការរៀបចំផែនការហិរញ្ញវត្ថុពុំមានអាជីវកម្មណាមួយដែលដំណើរការដោយរលូននិងឈរជើងបានយូរដោយមិនមានផែនការរៀបចំហិរញ្ញវត្ថុច្បាស់លាស់នោះទេការរៀបចំផែនការហិរញ្ញវត្ថុជួយឲ្យអ្វីគ្រប់យ៉ាងមានភាពច្បាស់លាស់និងជួយឲ្យអ្នករក្សាគោលដៅអាជីវកម្មដែលអ្នកចង់បានសម្រេចអ្នកនឹងមិនមានភាពតានតឹងផ្នែកហិរញ្ញវត្ថុតែបញ្ហាអាជីវកម្មនិងចាអាជីវការបន្តនៅក្នុងអាជីវកម្មនិងរៀបចំផែនការហិរញ្ញវត្ថុដើម្បីងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ក៏ដូចជាចំណូលចំណាយនៅក្នុងអាជីវកម្មផងដែរ